ក្រោយរដ្ឋប្រហារឆ្នាំ1970ប្រទេសកម្ពុជាចូលក្នុងសង្គ្រាមស៊ីវិលរដ្ឋាភិបាលត្រូវប្រយុទ្ធទាំងក្នុងនិងក្រៅប្រទេសធនធាននិងកម្លាំងចិត្តជនស៊ីវិលថយចុះខ្លាំងតើសាធារណរដ្ឋខ្មែរដួលរលំដោយសារកត្តាអ្វីខ្លះក្នុងវីដេអូនេះខ្ញុំនឹងលើកយកកត្តាមួយចំនួនដែលធ្វើឲ្យសាធារណរដ្ឋខ្មែរដួលរលំទី1ប្រជាជនតំបន់រំដោះនិងក្រុងភ្នំពេញនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលួយនិងពោរពេញទៅដោយភាពអាប់អួរទី2ប្រជាជនភៀសសឹកមកកាន់ទីក្រុងភ្នំពេញដែលកើនឡើងប្រមាណជាង2លាននាក់រស់នៅដោយបាត់បង់ការងារនិងខ្វះស្បៀងអាហារទី3អតិផរមាទំនិញឡើងថ្លៃតម្លៃប្រាក់រៀលចុះថោកទី4ការដឹកជញ្ជូនស្បៀងអាហារនិងគ្រាប់រំសេវជាជំនួយរបស់សហរដ្ឋអាមេរិកត្រូវខ្មែរក្រហមកាត់ផ្តាច់ទាំងស្រុងទី5នៅថ្ងៃទី1ខែមេសាឆ្នាំ1975លោកលន់ ណុលបានភៀសខ្លួនតាមយន្តហោះចាកចេញពីកម្ពុជាទី6ការចរចារវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរនិងរណសិរ្សរួបរวมជាតិខ្មែរដឹកនាំដោយសម្ដេចនរោត្តមសីហនុពុំទទួលលទ្ធផលអ្វីសោះទី7អាមេរិកបង្ឈប់ការផ្ដល់ជំនួយដែលធ្វើឲ្យស្បៀងអាហារកាន់តែខ្វះខាតខ្លាំងឡើងថ្ងៃទី17មេសាឆ្នាំ1975ពួកខ្មែរក្រហមបានចូលវាយនិងកាន់កាប់ទីក្រុងភ្នំពេញដោយជោគជ័យកត្តាទាំងប៉ុន្មាននេះហើយដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរត្រូវបានដួលរលំ